ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយដែលមានឈ្មោះថាស្ងោរម្ទេសផ្លោកជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយឥឡូវខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាថាខ្ញុំដាក់អីខ្លះដំបូងយើងដាំខ្ទឹមសនេះហើយបន្ទាប់មកយើងបកសបកខ្ទឹមសហ្នឹងណាបកវាម្ដងមួយឲ្យអស់ចេញពីសាច់ខ្ទឹមសហ្នឹងបន្ទាប់ពីបកហើយយើងកាត់អាក្បាលនោះក្បាលខ្ទឹមសហ្នឹងវាមានដូចថាខ្មៅពីលើវាអញ្ចឹងណាហើយបន្ទាប់មកយើងហាន់ខ្ទឹមសហ្នឹងឲ្យម៉ត់ហាន់វាជាចំណិតតូចហាន់បែបហ្នឹងណាបើខ្ញុំមិនហាន់ទេខ្ញុំច្រាមហ្មងច្រាមដូចសាច់ជ្រូកហើយបន្ទាប់មកយើងយកសាច់ជ្រូកយកមកហាន់ជាចំណិតតូចអញ្ចឹងណាបងខ្ញុំហាន់វាឲ្យរៀងវែងអញ្ចឹងតោះមកយើងហាន់បែបហ្នឹងឲ្យវារៀងតូចល្អិតទៅណាបងប្អូនហើយនេះវាតូចហើយអញ្ចឹងខ្ញុំយកសាច់ជ្រូកហ្នឹងយកមកដាក់នៅក្នុងម៉ាស៊ីនកិនសាច់ណាហើយបន្ទាប់មកខ្ញុំក៏ដាក់អំបិលហ្នឹងខ្ញុំដាក់មួយស្លាបព្រាបាយខ្ញុំដាក់ចូលទៅក្នុងម៉ាស៊ីនកិនហ្នឹងទៅហើយបន្ទាប់មកខ្ញុំដាក់ស្ករសមួយស្លាបព្រាបាយដែរបន្ទាប់មកដាក់ប៊ីចេងអាជីណូម៉ូតូដាក់តែបន្តិចទេបន្ទាប់មកដាក់ម្សៅស៊ុបមាន់ក៏ដាក់បន្តិចដែរម្សៅស៊ុបហ្នឹងហើយដាក់ម្រេចរោយម្រេចជុំវិញសាច់ហ្នឹងទៅហើយបន្ទាប់មកខ្ញុំបិទកម្របខ្ញុំចាក់ទឹកសិនហើយខ្ញុំបិទកម្របចាប់ផ្ដើមកិនសាច់ហ្នឹងចូលជាមួយគ្រឿងក្រៅឲ្យសព្វគ្រប់អស់អញ្ចឹងណាខ្ញុំភ្លេចអាសាច់ជ្រូកហ្នឹងនៅចក្រានហ្នឹងដាក់ចូលទៅមានបញ្ហាបច្ចេកទេសម៉ាស៊ីនកិនសាច់ហ្នឹងវាដំណើរការប៉ុន្តែមិនអីទេខ្ញុំកិនហើយវាដំណើរការវិញហើយខ្ញុំយកម្ទេសផ្លោកដែលខ្ញុំចិតហើយលាងស្អាតហើយអញ្ចឹងខ្ញុំយកសាច់ជ្រូកដែលខ្ញុំកិនមិញហ្នឹងដាក់ចូលទៅក្នុងម្ទេសផ្លោកនេះខ្ញុំដាក់បែបហ្នឹងណាបងប្អូនហើយដាក់ហើយម្ទេសផ្លោកខ្ញុំមាន2ផ្លែតោះមកខ្ញុំដាក់ដាំទឹកខ្ញុំចាប់ដើមបើកភ្លើងចក្រានហើយដាក់ដាំទឹកខ្ញុំចាក់មករំងសម្រាប់មកស្លញ៉ាំហើយបន្ទាប់មកខ្ញុំក៏បើកភ្លើងនេះដាក់ខ្ទះលីងអញ្ចឹងខ្ញុំដាក់ខ្លាញ់បន្លែប្រេងបន្លែខ្ញុំដាក់ចូលបន្តិចទៅក្នុងខ្ទះដាក់ឲ្យវារៀងក្តៅបងប្អូនហើយនេះខ្លាញ់ជ្រូកដែលវាខ្លាញ់អញ្ចឹងខ្ញុំយកមកបដោឲ្យអស់ជាតិខ្លាញ់ពីសាច់ជ្រូកខ្លាញ់ហ្នឹងណាហើយនេះវារៀងក្រហមហើយតែខ្ញុំចង់ឲ្យវាក្រហមថែមទៀតអញ្ចឹងណាហើយនេះទឹកពុះហើយដល់ពេលទឹកពុះហើយខ្ញុំចាប់ផ្ដើមយកអាម្ទេសផ្លោកដែលខ្ញុំញាត់សាច់ជ្រូកច្រាំជាមួយគ្រឿងហ្នឹងដាក់ទៅក្នុងទឹកដែលពុះហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ខ្ទឹមនេះខ្ទឹមសដែលខ្ញុំហាន់ម៉ត់ហ្នឹងខ្ញុំដាក់ទៅក្នុងទឹកដែលកំពុងពុះហើយខ្ញុំកូរវាតិចចឹងណាហ្នឹងហើយបន្ទាប់ពីកូរហើយខ្ញុំចាប់ផ្ដើមដាក់អំបិលខ្ញុំដាក់អំបិលប៉ះឲ្យជាកន្លះស្លាបព្រាបាយបន្ទាប់មកខ្ញុំដាក់ស្ករសកន្លះស្លាបព្រាបាយហើយប៊ីចេងខ្ញុំដាក់តាមតិចទេបន្ទាប់ពីដាក់ប៊ីចេងហើយខ្ញុំក៏ដាក់ម្សៅស៊ុបមាន់នេះដាក់ក៏បន្តិចដែរអត់ដាក់ច្រើនទេបងប្អូនហើយបន្ទាប់មករោយម្រេចដាក់ទៅក្នុងឆ្នាំងស៊ុបហ្នឹងហើយចាប់ដើមកូរបន្តិចកូរទៅមកឲ្យសព្វគ្រឿងក្រៅហ្នឹងហើយបន្ទាប់មកខ្ញុំបិទកម្របហើយទុកឲ្យវាពុះប្រហែលជា15នាទីនេះបដោសាច់ជ្រូកខ្លាញ់ហ្នឹងហើយបដោខ្លាញ់ជ្រូកហើយអញ្ចឹងខ្ញុំដាក់ទៅម្ដុំហើយនេះសម្លនេះវាពុះហើយប្រហែលជា15នាទីហ្នឹងហើយខ្ញុំនឹងឲ្យចាប់ដើមដាក់ខ្លាញ់ដែលខ្ញុំបដោខ្លាញ់ជ្រូកបដោហើយហ្នឹងខ្ញុំដាក់ចូលក្នុងខ្ទះហ្នឹងខ្ញុំដាក់ក្នុងឆ្នាំងទំទោសបងប្អូននិយាយខុសហើយបន្តមកខ្ញុំក្រោបវាហើយខ្ញុំចាប់ដើមភ្លក់មើលថាល្មមឆ្ងាញ់នៅល្មមឆ្ងាញ់ហើយខ្ញុំភ្លេចហាន់ស្លឹកខ្ទឹមខ្ញុំទៅបេះនៅក្រៅផ្ទះមកហើយបន្តមកខ្ញុំដាក់ស្លឹកខ្ទឹមចូលទៅក្នុងឆ្នាំងហើយចាប់ដើមបិទភ្លើងហើយនេះម្ហូបខ្ញុំហ្នឹងហើយមើលទៅឲ្យមេដាយមួយសម្រាប់ខ្លួនឯងដែលធ្វើម្ហូបហើយមានរសជាតិឆ្ងាញ់បងប្អូនមើលខ្ញុំដួលសម្រាប់ញ៉ាំខ្លួនឯងហើយញ៉ាំមួយកូនដែរចឹងណាបើប្តីអត់ញ៉ាំនេះប្តីញ៉ាំម្ហូបផ្សេងព្រោះគាត់ជនជាតិអាមេរិកហើយនឹងហើយខ្ញុំដាក់ចូលទៅក្នុងចានគោមប្រុសខ្ញុំហើយនេះជំរាបសួរបងប្អូនអរគ្នាខ្ញុំនេះម្ហូបស្ងោរម្ទេសផ្លោកជាមួយសាច់ជ្រូកច្រាំហ្នឹងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់ម្ទេសផ្លោកហ្នឹងជាពីរហ្នឹងទៅហើយខ្ញុំចូលចិត្តប្រវាយសាច់ហើយនឹងម្ទេសផ្លោកហ្នឹងជាតូចអញ្ចឹងប៉ុន្តែសាច់ហ្នឹងវាពិបាកកាត់មែនតើដោយសារវា
វារឹងដល់ពេលយើងស្ងោរវាទៅវាពិបាកកាត់ហើយខ្ញុំខ្លាចដោយសារទឹកស៊ុបហ្នឹងទឹកស្លហ្នឹងវាក្តៅទៅចេញពីចក្រានដល់ពេលចឹងទៅហ៊ានប៉ះសាច់ជ្រូកហ្នឹងឯងហើយនឹងស្លហ្នឹងដោយសារក្តៅពេកអញ្ចឹងដៃមួយខាងហ្នឹងយកស្លាបព្រាមកកាត់មកតែផ្លៅហើយនឹងសាច់ហ្នឹងហើយសាច់ហ្នឹងវាមើលទៅដូចជាប្រហិតចឹងខ្ញុំចូលចិត្តធ្វើម្ហូបអញ្ចឹងហើយនេះមើលបងប្អូនមើលទៅគួរចង់ញ៉ាំមែនតើហើយខ្ញុំចូលចិត្តកាត់សាច់ហ្នឹងជាដុំតូចស្រួលញ៉ាំស្រួលទៅពីអញ្ចឹងណាឥឡូវខ្ញុំសាកញ៉ាំមុននឹងញ៉ាំផ្លុំសិនខ្លាចលាកមាត់មើលទៅឡើងឆ្ងាញ់មែនតើបងប្អូនរសជាតិវាដូចថាប្រៃវារៀងប្រៃហើយវាផ្អែមហើយមានជាតិសាច់មាន់ស៊ុបមាន់ខ្ញុំដាក់ស៊ុបមាន់ហ្នឹងម្សៅស៊ុបមាន់ហ្នឹងហើយញ៉ាំម្ហូបហ្នឹងត្រូវញ៉ាំមួយបាយតែខ្ញុំកាត់បន្លែកាត់សាច់ហ្នឹងជាដុំតូចសិនមុននឹងញ៉ាំមើលទៅតំណងអត់បងប្អូនហើយឥឡូវខ្ញុំចាប់ផ្ដើមបាយខ្ញុំមានបាយមួយចាននេះអញ្ចឹងខ្ញុំញ៉ាំបាយជាមួយនឹងស្លហើយចាប់ផ្ដើមដួសដាក់នៅក្នុងចានសាច់ហ្នឹងមើលទៅវាមិនសូវច្រើនប៉ុន្តែអត់ដឹងមិនខ្ញុំចូលចិត្តកាត់សាច់ហ្នឹងដុំតូចស្រួលញ៉ាំស្រួលទៅពីដាក់មួយម៉ាត់អើយឆ្ងាញ់មែនតើបងប្អូនអើយបងប្អូនសាកធ្វើរូបមន្តដែលខ្ញុំបង្ហាញបងប្អូនណាធ្វើបែបហ្នឹងទៅដឹងតែឆ្ងាញ់ណាបងប្អូនខ្ញុំនិយាយរួមខ្ញុំមកនៅអាមេរិកហ្នឹងខ្ញុំមិនដែលស្លសម្លអញ្ចឹងខ្ញុំនឹកឃើញចង់ធ្វើអញ្ចឹងខ្ញុំក៏ធ្វើតាមនឹកឃើញរូបមន្តខ្លួនឯងអញ្ចឹងណាអត់មានមើលតាមពីណាខ្ញុំធ្លាប់មើលដូចជាបងស្រីខ្ញុំក៏ធ្វើស្លស្ងោរប៉េងប៉ោះញាត់សាច់ជ្រូកច្រាមម្ហូបខ្ញុំធ្វើមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលបានមើលវីដេអូនេះសូមជួយចុច like follow comment share សម្រាប់វីដេអូបន្ថែមសូមសុខសប្បាយបងប្អូនជម្រាបលាបាយបាយ